ជម្រាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះនាងខ្ញុំបានមកដល់ទឹកដីអូសោចាស់នៅក្នុងខេត្តពោធិ៍សាត់ហើយថ្ងៃនេះយើងបានចូលមកភោជនីយដ្ឋានមួយចាគួរថារិស័យនេះគម្រោងគឺមកញ៉ាំបាយថ្ងៃត្រង់ដល់សាច់ជីកាត់ហើយនៅពេលដែលយើងបានទទួលម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ថ្មីស្រស់ហើយជាពិសេសគឺមានម្ហូបនៅប្រចាំតំបន់នេះមួយផងគឺបន្លែក្រវាញតែថ្ងៃនេះយើងសម្រេចចិត្តធ្វើវាជាសម្លម្ជូរចាំសម្លម្ជូរព្រៃឬបន្លែក្រវាញនឹងឯងចាអញ្ចឹងដោយសារតែរសជាតិហើយឈ្ងុយឆ្ងាញ់ហើយនឹងគុណភាពល្អទាំងអស់នេះក៏ចង់ចែករំលែកបងប្អូនអំពីទីតាំងហើយនឹងរសជាតិមួយនេះចាអញ្ចឹងសូមអញ្ជើញបើសិនជាបងប្អូនបានមកដល់ទឹកដីពោធិ៍សាត់ហើយនៅក្នុងអូសោមនេះចាសូមអញ្ជើញចូលមកពិសានៅទីនេះដើរលេងពោធិ៍សាត់ឲ្យបានច្រើនក៏ដូចជាដើម្បីជួយសេដ្ឋកិច្ចក្នុងស្រុកផងដែរចាខែនេះស្អាតណាស់បងប្អូនអរគុណសូមអញ្ជើញ